ផ្សេងៗគឺអត់ដែលមានទេលោកទាវម៉ែបានជួយច្រើនណាស់សម្រាប់សង្គមនេះពិសេសអ្វីលោកទាវម៉ែហ៊ាននិយាយលើគេហ្មងគឺការអប់រំសិលធម៌ទៅកាន់បងប្អូនផ្សេងៗយើងបាទក្មេងផ្សេងៗយើងចំពោះការស្លៀកពាក់ការរៀបចំខ្លួនបាទកម្រមានអ្នកនិយាយណាហើយបើលោកទាវម៉ែលោកឈប់និយាយគឺចប់ហើយពាក់ព័ន្ធជាមួយសិលធម៌បណ្ដាញសង្គមថ្ងៃនេះអ្នកលក់លេអ្នករកស៊ីអនឡាញបាទគឺថាចាញ់ខើចខ្លីលេចលើស្មើក្រមអញញ៉ៃពេញទឹកពេញដីថត content របៀបអាភិសអីផ្ដេសផ្ដាស់បានលោកជំទាវម៉ែមករូបគាត់ដែលហ៊ានស្រែកតែអត់មានតែលោកស្អែកដែលលោកនិយាយទៅមានប្រសាសន៍ទៅត្រូវអត់មានណាប្រកែកទេបាទហើយបើថាអ្នកផ្សេងនិយាយអូព្រួតគ្នាខឹងព្រួតគ្នាស្អប់ព្រួតគ្នាជេរតែមិនស្រួល report ខូច page ខូច Facebook អស់ប៉ុន្តែបាទលោកជំទាវម៉ែអត់ទេលោកជំទាវម៉ែលើកឡើងត្រូវជំនះលោកមានទេពកោសល្យក្នុងការនិយាយបងប្អូនលោកជំទាវម៉ែហ៊ុនស៊ីណាតនេះមិនមែនទើបតែជាបុគ្គលឆ្នើមជាមនុស្សឆ្នើមនៅសម័យនេះទេលោកគឺជាអ្នកតស៊ូបាទលោកជំទាវម៉ែហ៊ុនស៊ីណាតគឺជាអ្នកតស៊ូចូលរួមក្នុងព្រឹត្តិការណ៍រំដោះប្រទេសបាទជាមួយរដ្ឋាភិបាលកម្ពុជាបាទមិនសុកល្បីសុកចេញមកហើយមានវោហារស័ព្ទមានទេពកោសល្យក្នុងការនិយាយចឹងមិនមែនទេលោកជំទាវម៉ែក៏ជាមនុស្សមួយរូបដែលបានចូលរួមក្នុងព្រឹត្តិការណ៍រំដោះប្រទេសជាប្រវត្តិសាស្ត្ររបស់ប្រទេសខ្មែរផងដែរបាទមិនមែនរឿងលេងទេមិនមែនត្រឹមតែជាប្អូនរបស់សម្ដេចអតីតនាយករដ្ឋមន្ត្រីហើយល្បីទេមិនមែនទេបាទគឺលោកបានចូលរួមច្រើនហើយរាល់ថ្ងៃនេះលោកចូលរួមព្រឹត្តិការណ៍សង្គមច្រើនណាស់ជាពិសេសការធ្វើបុណ្យទានចេញរាល់ថ្ងៃលោកធ្វើរាល់ពេលបាទមិនខ្ញុំលើកឡើងឲ្យបងប្អូនមើលតាមដាន Facebook របស់គាត់ឃើញបាទមិនត្រឹមតែធ្វើបុណ្យជាមួយញាតិពធរបស់គាត់ទេនេះកម្មវិធីមង្គលកម្មវិធីបង្កក់សេរីគឺលោកចូលរួមនេះខ្លះអញ្ជើញទៅដឹកដៃខ្លះអញ្ជើញទៅកាត់សក់រាល់ថ្ងៃកម្មវិធីមានរាល់ថ្ងៃមិនថាខែប្រាំងខែភាសាទេរវល់ណាស់អញ្ចឹងកម្មសកម្មភាពជាវីរៈគំរូដល់យើងទាំងអស់គ្នាហើយខ្ញុំសនំពោខ្ញុំភ័យមែនទែនលោកម្ដាយអើយកុំឈប់អីបាទកុំឈប់ពី Facebook អីការលើកឡើងរបស់លោកម្ដាយគ្រប់រឿងតាំងពីបញ្ហាផ្សេងពាក់ព័ន្ធជាមួយនឹងរឿងទូទៅគឺលោកម្ដាយបកកែឆ្លេចយកបញ្ហាយកមកនិយាយហើយមានវិធីដោះបាទរុញរឿងឲ្យដោះត្រូវគួរធ្វើចេះបកកែមែនទែនកន្លែងហ្នឹងឯងដែលយើងចង់បានហើយមួយទៀតការអប់រំដែលធំបំផុតគឺប្រពៃណីវប្បធម៌និងសិលធម៌របស់យុវជនការទុកដាក់របស់លោកជំទាវម៉ែទៅកាន់ការអប់រំនេះគឺសំខាន់ណាស់បើសិនជាមិនចូលរួមនិយាយមិនជួយនិយាយទេសង្គមយើងក៏វាដុនដាបដែរអញ្ចឹងសូមសំណូមពរតាមរយៈវីដេអូឃ្លីបនេះសូមលោកជំទាវម៉ែកុំឈប់លោកជំទាវម៉ែជួយរកយុត្តិធម៌ឲ្យសង្គមពីព្រោះធម្មតាការប្រព្រឹត្តទៅរបស់មន្ត្រីរាជការរបស់បុគ្គលនិយាយថាមនុស្សហ្មងអ្នកណាក៏មានកំហុសដែរអញ្ចឹងកាលណាលោកជំទាវម៉ែលោកដឹងរឿងច្រើនលោកយល់រឿងច្រើនលោកអាចស្វែងយល់ច្រើនគឺលោកមានកតេលោកចែកម្លែកគួរតែអញ្ចេះទៅវាបើកផ្លូវឲ្យការដោះស្រាយនឹងវាកាន់តែមានភាពល្អប្រសើរថែមទៀតអញ្ចឹងលោកជំទាវម៉ែកុំឈប់ណាលោកជំទាវម៉ែកុំឈប់ហើយខិតខំថែមទៀតខ្ញុំពីចម្ងាយសូមគ្រប់ជូនពរលោកជំទាវម៉ែហ៊ុនស៊ីណាតសូមលោកជំទាវម៉ែមានសុខភាពល្អបាទលោកជំទាវម៉ែគង់នៅជាមលុបសម្រាប់ចូលរួមជាមួយរដ្ឋាភិបាលកម្ពុជាជាមួយសង្គមកម្ពុជាដោះស្រាយបញ្ហានានាក៏ដូចជារកដំណោះស្រាយក៏ដូចជាផ្ដល់នូវអនុសាសន៍ផ្សេងទៀតសម្រាប់សង្គមរបស់យើងទៅមុខជាមួយនេះជាពិសេសគឺការអប់រំទៅកាន់យុវជនជំនាន់ក្រោយអត់ពីជំទាវម៉ែទៅមិនដឹងមានណានិយាយបានប្រហែលហ្នឹងទេបាទអញ្ចឹងសូមអរគុណច្រើនហើយសូមអធិស្ឋានបើសិនមានកំហុសខុសឆ្គងសូមអរគុណបាទ